រុនសួស្តីថ្ងៃនេះខ្ញុំមានម្ទេសហាវ៉ៃខ្ញុំបាទម្ទេសហាវ៉ៃយើងដាំក្នុងរោងមានចេញផ្កាមកហើយប៉ុណ្ណឹងហើយអាយុបានចូល20ថ្ងៃជាងហើយមិនធ្វើអញ្ចឹងអស់តែរបស់ខ្ញុំដាំយើងដាក់បកគោលនេះបកគោលហ្នឹងហើយយើងចងខ្សែទប់វាហ្នឹងហើយដាក់អញ្ចឹងចន្លោះ 3-4 ដើមមួយដើម 3-4 ដើមបកគោលមួយសម្រាប់ទប់វាពេលវាធំឡើងដើមវារៀងទន់ទេអញ្ចឹងយើងធ្វើមិនចង់ទប់វាដែរកុំការពារវាកុំឲ្យដួលបាទសុខភាពវាបានប៉ុណ្ណេះបាទបងប្អូនតាក់ទងនឹងបច្ចេកទេសដាំដុះរាល់ពេលយើងមានការធ្វើដល់ដំណាក់កាលបណ្ដុះកូនឬក៏ដាំដុះអីផ្សេងខ្ញុំនឹងធ្វើជូនបងប្អូនទស្សនាជាបន្តទៀតដោយសារនេះយើងបានដាំហើយអត់បានធ្វើពីមុនទេអត់បានជាមួយខ្ញុំស្រាវរកវីដេអូដែលយើងបានធ្វើបង្ហាញពីការបណ្ដុះកូនបង្ហាញពីការធ្វើដីបង្ហាញពីការដាំបាទយើងវីដេអូយើងធ្វើបានខ្លីបាទសូមអរគុណបងប្អូនសូមជួយគាំទ្រកសិកម្មស្នាដៃខ្មែរទាំងអស់គ្នាបាទសូមអរគុណ